ពួកគេដើរចេញចូលយ៉ាងបើកចំហដៃ10រាមចាប់គ្នាយ៉ាងមិនលាក់លៀមនៅទីបំផុតគ្រូស្រីក៏បានរកឃើញថាខ្លួនឯងមានផ្ទៃពោះដោយចៃដន្យការពិតនេះធ្វើឲ្យនាងភ័យស្លន់ស្លោនិងស្មុគស្មាញក្នុងចិត្តយ៉ាងខ្លាំងប៉ុន្តែការពិតគឺពួកគេទាំងពីរមិនមានសមត្ថភាពទាំងផ្នែកសេដ្ឋកិច្ចនិងស្ថានភាពជីវិតដើម្បីចិញ្ចឹមកូនម្នាក់ឡើយនៅយប់មួយដែលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់កន្ត្រាក់ពួកគេបានធ្វើចិត្តរឹងមាំបោះទារកតូចនោះទុកនៅមុខផ្ទះមួយដោយសង្ឃឹមថាម្ចាស់ផ្ទះនឹងយកទៅចិញ្ចឹមបន្ទាប់មកពួកគេក៏ប្រញាប់ប្រញាល់ចាកចេញទៅបរទេសដើម្បីស៊ូរកស៊ីនិងចាប់ផ្ដើមជីវិតថ្មី7 ឆ្នាំក្រោយមកបុរសនោះបានទទួលជោគជ័យក្នុងអាជីពក្លាយជាមនុស្សមានឋានៈនិងមានស្ថានភាពរស់នៅល្អប្រសើរជាងមុននេះហៅថាស្នេហារបស់មនុស្សក្នុងសង្គមមែនទេមិនអនុញ្ញាតឲ្យអ្នកនិយាយអំពីឪពុកខ្ញុំបែបនេះទេកូនក្មេងអាក្រក់ឲ្យក្លាហានដល់ថ្នាក់ហ៊ានលើកដៃវាមនុស្សធំទេអ្នកឃើញហើយមែនទេក្មេងនេះអាយុតូចប៉ុណ្ណឹងតែហ៊ានលើកដៃវាមនុស្សធំមើលទៅអ្នកក៏ដូចជាមនុស្សដែលមានម្ដាយបង្កើតតែគ្មានអ្នកអប់រំចិញ្ចឹមទេនេះត្រូវតែជួយអ្នកហើយមកទីនេះ